ប្រឡងជាប់ហើយយើងដឹងហើយដំណាក់កាលស្រុកយើងមានតែប្រឡងជាប់មុននោះបាក់ឌុបរបស់យើងជាប់ទាំងកៅអីនិងជាប់ទាំងថ្នាក់រៀនមិនចឹងនៅចាំបានទេប្រហែលជានៅក្នុងចំណោមនឹងនៅចាំបានកាលហ្នឹងដោយសារតែយើងវាមានកម្រិតតិចពេកអញ្ចឹងពេលប្រឡងណាយើងត្រូវប្រឡងយកទាំងអ្នកដែលប្រកែបានជាប់ទាំងកៅអីហើយជាប់ទាំងអាហារូបករណ៍ចូលរៀននៅមហាវិទ្យាល័យហើយពេលហ្នឹងត្រូវធ្វើកុងត្រាជាមួយរដ្ឋថាចេញមកត្រូវតែធ្វើការឲ្យរដ្ឋឥឡូវនេះអត់ហ៊ានធ្វើកុងត្រាបែបហ្នឹងទេបើមិនអញ្ចឹងចេញមកត្រូវតែរដ្ឋទទួលអស់ពេលហ្នឹងរហូតមកដល់ឆ្នាំ96 97ទៅទទួលយកអស់ដោយសារកុងត្រាដើមរបស់យើងគាត់ទួនធានមនុស្សប៉ុន្តែមានរឿងមួយនិយាយលេងទៅចុះក្មួយរបស់ខ្ញុំប្រឡងបាក់ឌុបវាអត់ជាប់វាជាប់ទាំងអស់ជាប់ទាំងថ្នាក់ជាប់ទាំងកៅអីហើយជាប់បានគេទៀតប្តីនៅក្រោយខ្នងប្រពន្ធnênសួរនេះប្រឡងបាក់ឌុបហើយក្មេងៗនៅចេះបងស្រីឯងមិនត្រឹមតែជាប់មិនជាប់កៅអីជាប់បានទាំងគេទៀតឲ្យគេប្រឡងបាក់ឌុបហើយចាប់រំឲ្យការប្រហើយចឹងបានជាបើសិនជាកតាឪពុកខ្ញុំនៅបានប្រហែលឆ្នាំទៀតគាត់នឹងមានដល់ចៅលួតនោះគាត់ឲ្យចៅទួតមិនដឹងប្រហែលទេចៅទួតអីចៅលួតចៅលួតមានដល់ចៅលួតនោះប៉ុន្តែឥឡូវនេះគឺដោយសារយើងបានពង្រីកនៅវិស័យឯកជនគ្រឹះស្ថានសិក្សាឯកជនបូកនឹងផ្ដល់ឱកាសឲ្យសាកលវិទ្យាល័យរបស់រដ្ឋយកផ្នែកមួយចំនួនសម្រាប់ការសិក្សាបង់ថ្លៃដូច្នេះចំណោទដោះស្រាយបញ្ហានេះគឺដោះស្រាយបានច្រើនក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសជាតិរបស់យើងមិនហើយបញ្ហាគុណភាពនៅតែជាបញ្ហាសំខាន់ហើយអាដាមឌីឆេងក៏បានលើកនៅក្នុងនេះក៏មានគេហៅថាបាវចនារបស់សាកលវិទ្យាល័យរបស់ខ្លួនគុណភាពប្រសិទ្ធភាពឧត្តមភាពសិលធម៌គុណធម៌នេះជាចំណុចដែលទាមទារអនុវត្តណាចំណុចដែលដាក់ចេញហើយត្រូវคล้ายទៅជាសុចនាករតាមដានរបស់សាកលវិទ្យាល័យតើយើងអនុវត្តបានឬអត់យើងទាំងសាកលវិទ្យាធិការទាំងក្រុមប្រឹក្សាពិបាលទាំងសាស្ត្រាចារ្យទាំងនិស្សិតតើបាវចនាទាំង5នេះអនុវត្តបានឬអត់ណាអញ្ចឹងគុណភាពប្រសិទ្ធភាពឧត្តមភាពសិលធម៌គុណធម៌នេះជាចំណុចដែលលើកឡើងសម្រាប់ការខិតខំជាបន្តទៀតហើយខ្ញុំសូមថ្លែងនៅអំណរគុណជាមួយនឹងសាកលវិទ្យាល័យដែលបានផ្ដល់នៅអាហារូបករណ៍សម្រាប់ខ្ញុំគឺរហូតដល់ពេលនេះមាន210កន្លែងតាំងពីឆ្នាំ2008 2009មកគឺមួយឆ្នាំ30កន្លែងមួយឆ្នាំ30កន្លែងដែលផ្ដល់សម្រាប់ឲ្យខ្ញុំយកទៅផ្ដល់បន្តហើយយកទៅរៀននៅកន្លែងនោះវិញខ្ញុំសូមកោតសរសើរចំពោះការដឹកនាំនៃថ្នាក់ដឹកនាំសាកលវិទ្យាល័យក៏ដូចជាកោតសរសើរជាមួយនឹងការខិតខំរបស់សាស្ត្រាចារ្យទាំងសាស្ត្រាចារ្យក្នុងប្រទេសនិងអញ្ជើញមកពីក្រៅប្រទេសកម្ពុជាក៏ជាទីកន្លែងមួយសម្រាប់ដោះស្រាយបញ្ហា
សម្រាប់គេថាការមកដល់ចូលរួមដើម្បីបណ្ដុះបណ្ដាលទុនធានមនុស្សនៅកម្ពុជាផងដែរហើយខ្ញុំសង្ឃឹមថាអ្នកដែលមករស់នៅកម្ពុជានេះមិនមានការធុញទ្រាន់ដោយសារតែបញ្ហាអសន្តិសុខឬក៏បញ្ហានេះបញ្ហានោះទេបើប្រៀបធៀបអ្វីដែលបានកើតនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោកបច្ចុប្បន្ននេះសង្ឃឹមថាអស់លោកជាជនជាតិបរទេសទាំងស្បែកសឬក៏មិនស្បែកសតែជាជនជាតិបរទេសមេត្តានៅឲ្យបានស្រួលណាហើយប្រឹងរៀនភាសាខ្មែរខ្លះបើអាចធ្វើទៅបានយ៉ាងហោចណាស់រាត្រីសួស្តីបានស្អីតាហ្នឹងគេដឹកតែដើរយូរហើយបានរាត្រីសួស្តីនោះបានរាត្រីសួស្តីនោះនេះលបងនេះដូចជាថ្ងៃមុនឡើង CTN នេះថ្ងៃនោះដូចឡើងនាំពីណាឡើងបាទដូចឡើងតែឯងបាទអូនាំកូនសិស្សជប៉ុនហើយនឹងកូនសិស្សជប៉ុននឹងមានមកនេះដែរបាទអត់តាន់បានទេនាំកូនសិស្សជប៉ុនឲ្យចេះភាសាជប៉ុនដែរនាំកូនសិស្សជប៉ុនឡើងបាទប៉ុន្តែបងឯងចេះជប៉ុនប៉ុន្តែអានតែជប៉ុនចេះខ្មែរមិនចាំបាច់ចេះក៏បានដែរយើងមាននិស្សិតជាជនបរទេសក៏មានសាស្ត្រាចារ្យជាជនជាតិបរទេសក៏មាននេះគឺបង្ហាញឲ្យឃើញថាយើងក៏ជាទីកន្លែងមួយដែលមាននិស្សិតបរទេសមករៀននៅសាកលវិទ្យាល័យភ្នំពេញក៏មាននៅតាមសាកលវិទ្យាល័យហើយមានในផ្នែកឯកជនក៏មានទាំងសាស្ត្រាចារ្យបរទេសទាំងនិស្សិតដែលជាជនជាតិបរទេសហើយខ្ញុំក៏សូមថ្លែងនៅការអបអរសាទរនិងប្រកាសដាក់ឲ្យប្រើប្រាស់នៅអគារសាកលវិទ្យាល័យបែលធីអន្តរជាតិមួយខ្នងដែលមានកម្ពស់15ជាន់ស្មើនឹង106បន្ទប់ថ្ងៃនេះដែលយើងបានឃើញនៅក្នុងសៀវភៅនេះហើយនេះក៏យើងប្រឹងបន្តទៀតប៉ុន្តែខ្ញុំគិតថាសម័យកាលនីមួយៗវាមិនដូចគ្នាទេដូចជាបញ្ហាផ្លូវថ្នល់អញ្ចឹងសម័យកាលពីដើមណាកាលដែលយើងអត់តាន់មានឡានណាផ្លូវ7ម៉ែត្រវាសឹងតែធំពេកហើយឥឡូវនេះពង្រីកផ្លូវទាំងអស់មកដល់10ម៉ែត្រនៅតែតូចសម័យកាលនីមួយវាមិនដូចគ្នាទេវាទាមទារឲ្យមានការវិវត្តទៅមុខអាគារនៅកន្លែងនេះខ្ញុំនៅចាំបងរទីអត់មកថ្ងៃនេះដំបូងបំផុតហ្នឹងគឺថាចាប់ផ្ដើមមកចែកសញ្ញាបត្រនៅកន្លែងហ្នឹងជួលរោងការគេទេចាប់ផ្ដើមជួលរោងការដល់បន្ទាប់មកឃើញអាជួលរោងការពិបាកពេកខ្ញុំជាមួយម៉ុងរទីហ្នឹងក៏ធ្វើដបូលទូកមួយហើយដាក់អាដៃលក់សំណាញ់សងខាងមានទ្វារចូលដំណើរការរីចម្រើនបន្តទៅក៏ចាប់ផ្ដើមធ្វើអាគារហ្នឹងបានអាគារហ្នឹងមួយមកគ្រាន់នឹងសាកលវិទ្យាល័យនេះមកខ្ចីដែរមកខ្ចីមិនមែនត្រឹមសាកលវិទ្យាល័យទេសូម្បីក្រសួងអប់រំប្រហែលថ្ងៃខាងមុខនេះគឺអំពីបញ្ហាកុមារតូចក៏មិនឡើងនៅហ្នឹងដែរបានចេញពីហ្នឹងទៅដល់សាលាចការដូងខ្ញុំជាមួយអាដាមច័ន្ទសរុនទៀតធ្វើនៅសាលាចការដូងធំជាងនេះ1500នាក់នោះបន្ទាប់បានចេញពីហ្នឹងទៅលេងនៅអីស្វាយរៀង
សកលវិទ្យាល័យស្វ័យរៀងបានមួយទៀតអានោះដូចជាយកស្តង់ដារចកាដូប៉ុន្មានអាមួយធំនៅតិចណូអានោះដាក់ដោយសារឆ្នាំ2012អញ្ចឹងកៅអីរបស់វាដាក់2012កៅអីវាចេះទៀតអញ្ចឹងមកកន្លែងមួយមានសាលប្រ